បាទបងប្អូនថ្ងៃនេះត្រូវនឹងបងប្អូនណាដែលចូលចិត្តផ្សិតម្ជុលបងប្អូនថ្ងៃនេះខ្ញុំមានមុខហូបមួយមុខដែលមានឈ្មោះថាត្រីចំហុយផ្សិតម្ជុលចំណែកឯត្រីចំហុយផ្សិតម្ជុលរបស់ខ្ញុំគឺវិធីធ្វើងាយទេបងប្អូនចំណែកគ្រឿងក្រៅក៏មិនជាសាំញ៉ាំអីច្រើនដែរបងប្អូនហើយបើសិនជាបងប្អូនដែលចេះឬក៏មានវិធីល្អជាងនេះអីអាចខមមិនក្រោមវីដេអូនេះម្នាក់មួយផងណាបងប្អូនឥឡូវបងប្អូនអាចមើលគ្រឿងផ្សំយើងបានយើងមានតែគល់ជីវ៉ាន់ស៊ុយខ្ញីខ្ទឹមសខ្ទឹមក្រហមតែប៉ុណ្្នឹងទេបងប្អូនយើងមានត្រីឡាប់យ៉ាងហ្នឹងចំនួន4គីឡូជាង75គីឡូដែរមុនដំបូងហ្នឹងយើងដាក់ខ្លាញ់ឲ្យក្តៅមកដាក់ខ្ទឹមសខ្ទឹមក្រហមខ្ញីយើងលីងជាមួយគល់ជីវ៉ាន់ស៊ុយឲ្យឡើងឈ្ងុយសិនណាបងប្អូនយើងលីងគ្រឿងយើងឲ្យឈ្ងុយសិនណាចាំយើងដាក់គ្រឿងទេសបន្ថែមអញ្ចឹងណាចំណែកវិធីខ្ញុំធ្វើងាយទេបងប្អូនហើយខ្ញុំក៏មិនបានទៅចំហុយក្នុងឡាំងសឹងឯដែរព្រោះតែចំហុយក្នុងខ្ទះទៅវាលឿនតន់ចិត្តអញ្ចឹងណាមុនដំបូងខ្ញុំដាក់ទឹកត្រីបន្តិចមកដើម្បីឲ្យវាឈ្ងុយជាមួយគ្រឿងរបស់យើងហើយក៏មិនភ្លេចដែរទឹកស្អ៊ីវបងប្អូនត្រីចំហុយចោលមិនបានទេរឿងទឹកស្អ៊ីវនេះធ្វើឲ្យក្លិនត្រីចំហុយរបស់យើងមានកាន់តែរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបន្ទាប់មកទៀតខ្ញុំក៏បន្ថែមទឹកបន្តិចកុំឲ្យវាខ្លោចខ្ទះអីចឹងណាបន្ទាប់មកទៀតខ្ញុំក៏ដាក់សាតេចូលមកសាតេបងប្អូនបើសិនជាចូលចិត្តមិនចូលចិត្តក្លិនអីមិនដាក់ក៏បានដែរបន្ទាប់មកទៀតខ្ញុំក៏ថែមទឹកស៊ីអ៊ីវខ្មៅបន្តិចមកដែរដើម្បីយកពណ៌វាស្អាតចឹងណាបន្ទាប់មកទៀតខ្ញុំក៏ដាក់ស្ករប៊ីចេងម្សៅស៊ុបខ្នុរចូលមកតាមបរិមាណត្រីមកបន្ទាប់មកទៀតខ្ញុំក៏ដាក់ប្រេងខ្យងចូលដែរបងប្អូនប្រេងខ្យងម្រេចអីចឹងចូលមកតាមបរិមាណត្រីសាច់បងប្អូនមានចំនួនប្រមាណចឹងយើងលៃលកតាមនឹងចឹងណាបងប្អូនដល់មកទៀតខ្ញុំក៏ថែមម្រេចមិញនិយាយទៅអត់បានដាក់ម្រេចទេអធិស្ឋានបងប្អូនបន្តមកទៀតខ្ញុំក៏បន្ថែមទឹកមកគ្រឿងក្រៅយើងមានតែប៉ុណ្្នឹងទេបងប្អូនបែបងាយទេបន្តមកទៀតយើងក៏ដាក់ត្រីយើងចូលមកត្រីដែលបានយើងកាត់កង់លាងទឹកឲ្យស្អាតលាងជាមួយអំបិលលាងជាមួយអីចឹងមកបងប្អូនកុំឲ្យចំហុយទៅវាឆ្អាបវាក្លិនឆ្អាបក្លិនអីចឹងណាតែខ្ញុំក៏មិនភ្លេចដែរត្រីចំហុយខ្ញុំតែងតែប្រើប្រេងល្ងបងប្អូនបើសិនជាបងប្អូនចូលចិត្តក្លិនប្រេងល្ងបងប្អូនដាក់តាមខ្ញុំទៅក៏បានបើមិនចូលចិត្តទៅក៏មិនបាច់ប្រើក៏បានដែរប្រេងល្ងនោះលើយើងធ្វើត្រីយើងមកដាក់ឲ្យវាតាមរបៀបចឹងណាបងប្អូនកុំឲ្យពេលដែលដួសទៅវាពេលដែលយើងដួសដាក់ថាសដាក់ចានអីទៅវាបែកបាក់អីចឹងណាយើងរៀបវាឲ្យស្រួលបួលមកពេលដែលយើងដួសទៅក៏វាស្រួលតាមនឹងដែរបងប្អូនបន្ទាប់មកទៀតយើងក៏ដាក់ការ៉ុតនិងខ្ទឹមដើមរបស់យើងចូលមកបងប្អូនការ៉ុតនោះយើងយកពណ៌វាស្អាតចឹងទៅចំណែកឯខ្ទឹមដើមយើងយកក្លិនវាឲ្យកាន់តែឈ្ងុយកាត់ជាតិឆ្អាបផងដែរឥឡូវត្រីយើងក៏រៀងបានឆ្អិនល្មមតិចបែរហើយបងប្អូនសិនបញ្ជុលហើយយើងតត្រីចិត្តឆ្អិនអញ្ចឹងមិនយើងដាក់ពួកអានេះវាដាក់តាមមួយផ្លែតហ្នឹងគឺឆ្អិនហើយផ្សិតបញ្ជុលវាអត់សូវយូរដូចផ្សិតអីផ្សេងទេបងប្អូនចឹងហើយឥឡូវត្រីយើងក៏ចិត្តបានដែរយើងក៏ដាក់ផ្សិតបញ្ជុលចូលមកបងប្អូនចំណែកឯផ្សិតបញ្ជុលហ្នឹងយើងកាត់គល់វាចេញឲ្យស្អាតមកយើងយកទៅលាងទឹកហែកវារៀងតូចមកបងប្អូនអាហ្នឹងទៅញ៉ាំស្រួលស្លាក់ណាផ្សិតបញ្ជុលហ្នឹងលេងសើចជាមួយវាអត់បានទេណាតែដាក់ធំហ្នឹងស្លាក់ឡើយបងប្អូនអើយឥឡូវយើងក៏ដាក់ផ្សិតបញ្ជុលរួចរាល់យើងក៏ផ្ងំវាមកសន្ទុះទៀតតាមសន្ទុះទៀតបានឲ្យវារៀងទន់ផ្សិតបញ្ជុលតិចចឹងណាបងប្អូនឥឡូវផ្សិតបញ្ជុលយើងក៏វាឆ្អិនដែរបងប្អូនចំណែកខ្ញុំដាក់ទឹករៀងច្រើនដោយសារខ្ញុំត្រូវដុសដាក់ចានចឹងហើយវាមានចំនួនច្រើនចានអញ្ចឹងខ្ញុំដាក់ទឹករៀងច្រើនតិចចឹងណា